ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះ Admin នឹងលើកយករឿង Game នៃស្នេហាពិតភាគ2យកមកបន្តសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានទស្សនាប៉ុន្តែមុននឹងចូលដល់សាច់រឿងអ្នកទាំងអស់គ្នាកុំភ្លេចចុចនៅលើ Channel Telegram របស់ Admin ដើម្បីទទួលបានរឿងថ្មីៗនៅពេលដែល Admin ផុសចូល YouTube ដែលមាន link នៅក្នុង description ខាងក្រោមវីដេអូចាំដល់ភាគ2នេះមើលឃើញថាសែនជាមួយនឹងឪពុករបស់នូនូគឺបានចូលមកដល់ឃើញពួកគេបតាយបតប់គ្នាពុំមិញជាយាមរត់ទៅចាប់នូនូចេញអញ្ចឹងណាមើលទៅបារម្ភពីស្រីរបស់ខ្លួនដល់កនូនូយើងនិយាយពីថាក្តៅក្រហាយចង្អៀងចង្ងាំងជេរឪពុកផងជេរស្រីនឹងផងងាកមកកាន់បៃសៀពេលដែលនៅតែ2នាក់និយាយពីថាកាចខែសាហាវទៀតប៉ុន្តែនៅមុខមនុស្សប្រុសវិញនាងបែរជាកូនទន្សាយដ៏គួរអាណិតមួយវិញហើយថែមទាំងទៅប្រាប់ពុំមិញថាខ្ញុំមិនបានធ្វើអីសោះកូនស្រីរបស់បងក៏មកវាយខ្ញុំនូនូលឺហើយគឺកាន់តែខឹងសែននេះចាប់អត់ចង់ជាប់នោះទេពុំមិញនៅពេលដែលឃើញអញ្ចឹងបានស្ដីកូនស្រីថាឯងឈួតមែនទេស៊ូលីមីងហេតុអីបានជាប៉ាធ្វើបែបនេះដាក់ម៉ាក់ខ្ញុំហេតុអីបានជាប៉ានៅតែការពារស្រីម្នាក់នេះទៀតតើប៉ាបានបោះបង់ម៉ាក់របស់ខ្ញុំចោលហើយមែនទេឯងចង់បានន័យថាម៉េចយើងបោះបង់ម៉ាក់ឯងទេតាមពិតម៉ាក់របស់ឯងគឺបានសុំយើងលែងលះតាំងពីយូរណាស់មកហើយនូនូលឺហើយគឺថាស្រឡាំងកាំងតែម្ដងចំណែកឯបៃសៀនេះវិញគឺថាញញឹមបែបពឹសពុលប៉ាថាម៉េចខ្ញុំមិនជឿនោះទេបើឯងមិនជឿមិនក៏ឯងមិនសួរសែនជៀននូបានងាកមុខតិចមករកសែនប៉ុន្តែសែនហ្នឹងគឺនិយាយអត់ចេញនោះទេបញ្ជាក់ថាវាគឺជាការប៉ັດអញ្ចឹងណានូបានងក់ក្បាលជាមួយនឹងទឹកមុខដ៏ឈឺចាប់និងរត់ចាក់ចេញពីទីនោះសែនក៏បានរត់ទៅតាមនាងភ្លាមផងដែរចំណែកពូមីងនេះគឺកំពុងតែលងលំស្រីស្នេហ៍របស់គាត់សែននៅពេលដែលរត់តាមតនាងបែរជាត្រូវនាងស្ដីទៅវិញដែលសួរថាម៉េចបានប៉ារបស់ខ្ញុំនៅជាមួយបៃសៀឯងកុំនិយាយថាមិនមានអីពាក់ព័ន្ធជាមួយនឹងឯងអញ្ចឹងបើសិនជាខ្ញុំនិយាយថាខ្ញុំបានធ្វើនាងជឿខ្ញុំអត់នូនិយាយបដាច្រើនសែនបដាដែលនាងបាននិយាយថាខ្ញុំមិនឆ្ងល់នោះទេហេតុអីបានជាឯងអាចធ្វើជាអ្នកគ្រប់គ្រងនៅយៀនហ្វីបានដោយសារតែឯងផ្គប់ចិត្តឪពុករបស់ខ្ញុំសុខចិត្តយកស្រីស្នេហ៍ដែលឯងស្រឡាញ់យកមកបកគលឲ្យឪពុករបស់ខ្ញុំឯងអាក្រក់លើសពីអ្វីដែលខ្ញុំគិតទុកទៅទៀតសែនលឺហើយគឺថាអញញឹមហួសចិត្តនឹងសួរទៅកាន់នូថាមិនខឹងតែខ្លួនឯងគ្មានសមត្ថភាពមែនត្រូវឯងខ្ញុំគ្មានសមត្ថភាពខ្ញុំគ្មានសមត្ថភាពធ្វើរឿងថោកទាបដូចជាឯងនោះទេសែនជៀនម៉ាក់ខ្ញុំបានចិញ្ចឹមឯងតាំងពីតូចរហូតមកដល់ធំនេះគឺជាអ្វីដែលឯងសងគុណគាត់វិញមែនកុំយកម៉ាក់របស់នាងមកពាក់ព័ន្ធនៅពេលដែលឪពុកនាងជាមួយនឹងបៃសៀតាក់ទងគ្នាពូមិញនិងមីងរងគឺបានលែងលះគ្នាបាត់ទៅហើយឯងគិតថាឯងគ្រាន់តែនិយាយប៉ុណ្ណឹងខ្ញុំជឿឯងមែនព្រោះឯងគឺជាមនុស្សកុហកចោះនាងវិញរយៈពេល5ឆ្នាំដែលនាងបានទៅនៅសហរដ្ឋអាមេរិកកិច្ចពីខ្ញុំនាងមានដឹងអត់អំឡុងពេលហ្នឹងម៉ាក់របស់នាងគឺស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោមផ្លូវចិត្តខ្លាំងមែនទែនមុននឹងគាត់សម្រេចចិត្តលែងលះតើពេលនោះនាងនៅឯណាមិនក៏នាងមិនខ្វល់ពីគាត់ផងតើអ្នកណាធ្វើឲ្យខ្ញុំទៅជាបែបនេះសែនជៀនឯងមិនមានឪពុកម្ដាយនោះទេដូច្នេះឯងមិនធ្លាប់មានបទពិសោធន៍នៅក្នុងទំនាក់ទំនងគ្រួសារឯងនិយាយយកល្អដាក់ខ្លួនព្រោះតែចង់ឲ្យខ្ញុំត្រឡប់ទៅត្រូវរើជាមួយនឹងឯងវិញមែនទេហើយឯងនឹងដើរប្រាប់គេគ្រប់គ្នាថាឯងគឺជាកូនចិញ្ចឹមនៅក្នុងផ្ទះរបស់ខ្ញុំត្រូវហើយពីព្រោះទង្វើរបស់ខ្ញុំគ្មានខាត់បងអីនោះទេហើយខ្ញុំចង់ឲ្យនាងជួបប្រទេសចង់ឲ្យនាងស្គាល់រសជាតិនៃគ្រួសារបែកបាក់គ្នាឥឡូវយ៉ាងម៉េចដែរនោះបានតែកាភ្លៀងសែនម្ដាយអញ្ចឹងណានៅពេលដែលនាងរកវាយម្ដាយទៀតស្រាប់តែត្រូវសែនចាប់ជាប់ហើយនាងក៏បានប្រាប់ទៅកាន់សែនថានាងគ្មានថ្ងៃអភ័យទោសឲ្យគេនោះទេនៅពេលដែលនោះដើរចេញអេដមីនមើលឃើញថាទឹកមុខរបស់សែនហាក់ដូចជាឈឺចាប់ណាស់ទាំងអស់គ្នាដូចជាមានរឿងអីមួយដែលនូយល់ច្រឡំមួយគាត់ហើយគាត់អត់អាចបកស្រាយបានអញ្ចឹងណាងាកមកកាន់នូឯនេះនៅពេលដែលគាត់កំពុងតែដើរជាមួយនឹងអារម្មណ៍ខឹងសម្បាឆ្លងផ្លូវមិនប្រយ័ត្នក៏បានចពុបជើងស្របពេលដែលមានឡានមួយមកអញ្ចឹងណាអេដមីនគិតថានូបានចូលពេទ្យទៅហើយប៉ុន្តែភ្លាមហ្នឹងគឺត្រូវបានសែនជួយសង្គ្រោះនូទាន់នៅពេលដែលពួកគេកំពុងតែដួលទៅដីសែនអោបនូជាប់ធ្វើឲ្យទស្សនវិជ្ជាការពីក្មេងបានលេចឡើងមកវិញណាទាំងអស់គ្នាការពីក្មេងសែនក៏ធ្លាប់ជួយនូបែបនេះនឹងនិយាយប្រាប់ទៅកាន់នូថាកំភៃអីទោះបីជាមានរឿងអីក៏ដោយខ្ញុំនឹងជួយនាងជានិច្ចធ្វើឲ្យនូរបស់យើងឯនេះគឺថាឡើងផ្លឹកមកសន្ទុះអញ្ចឹងណាសែនព្យាយាមសួរទៅកាន់នូដដែលថាមិនចៃអត់អីទេអីប៉ុន្តែនូបែរជាច្រើនសែនចេញជាមួយនឹងអារម្មណ៍ខឹងស្អប់ក្រោយមកនាងបានចូលទៅក្នុងឡាននិងព្យាយាមខលទៅកាន់ម៉ាក់របស់នាងអញ្ចឹងណាខលបដាយំបដាឃើញថាគាត់មិនព្រមលើកទូរស័ព្ទនោះទេដែលធ្វើឲ្យនូបារម្ភខ្លាំងមែនទែនក៏បានបើកឡានចេញភ្លាមទៅក្រោយមកបៃសៀគឺបាននិយាយទូរស័ព្ទជាមួយនឹងសែនទៅយើងដឹងថាការប៉ັດទៅសែនស្នើសុំឲ្យបៃសៀរួមគំនិតជាមួយនឹងគេបង្កើតឈុតឆាកឲ្យនូររឿងបៃសៀនៅមុខឪពុកអញ្ចឹងណានៅពេលនឹងឯងនាងមានឱកាសបង្ខំឲ្យលោកពូមីងរៀបការជាមួយនឹងឆាប់ហើយនាងនឹងក្លាយទៅជាលោកស្រីស៊ូចំណែកឯសែនវិញនឹងទទួលបានក្រុមហ៊ុនយ៉ាន់ហ្វីទាំងមូលតែម្ដងបៃសៀបាននិយាយថានៅពេលដែលនូខូចចិត្តអញ្ចឹងមើលទៅទឹកមុខសែនក៏មិនល្អដែរនាងចង់និយាយពីអីគ្មានអីនោះទេគ្រាន់តែថ្ងៃអនាគតខ្ញុំមិនចង់ទទួលបានត្រឹមតែផ្ទះវិឡាមួយខ្នងបៃសៀខ្ញុំណែនាំនាងកុំឲ្យលោភលន់ខ្លាំងពេកព្រោះភាពលោភលន់របស់នាងអាចនឹងធ្វើឲ្យនាងគ្មានអ្វីទាំងអស់ ប
ប៉ុន្តែវាមិនស័ក្តិសមខ្ញុំបានត្រឹមតែទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុន្តែឯងគឺបានយានហ្វីទាំងមូលបានហើយកុំនិយាយច្រើនកុំភ្លេចតានាងត្រូវធ្វើអីខ្លះបន្ទាប់មកសិនក៏បានចូលទៅងូតទឹកអញ្ចឹងណាពេលដែលចេញពីបន្ទប់ទឹកគាត់បានដើរមកមុខកញ្ចក់ហើយគាត់បានយកដៃរបស់គាត់ហ្នឹងទៅជូតកញ្ចក់ដែលមានអាប់យើងឃើញថាទឹកមុខរបស់សិនគឺពោពេញទៅដោយកំហឹងបន្ទាប់មកគាត់ក៏បាននឹកគិតនៅអ្វីដែលនូនិយាយថាគាត់គឺជាមនុស្សអាក្រក់អីអញ្ចឹងណាគាត់ក៏បានប្រាប់ខ្លួនឯងថាទាំងអស់នេះគឺនៅក្នុងផែនការទេកុំធ្វើឲ្យខ្លួនឯងចិត្តទន់ឲ្យសោះញាមមកកាន់នូគឺបានមករំម្ដាយរបស់នាងនៅឯវិឡាមកកន្លែងនៅពេលដែលនាងព្យាយាមទៅខាងក្នុងដើរស្រែកហៅពីមួយបន្ទប់ទៅមួយបន្ទប់នាងមិនបានឃើញអ្នកណានៅក្នុងផ្ទះនោះទេរហូតដល់នាងចេញមកខាងក្រៅឃើញថាម្ដាយរបស់នាងកំពុងតែនៅសួនច្បារស្រោចទឹកផ្កាសោះពីអ្នកម្ដាយកូនគ្រាន់តែជួបគ្នាគឺថារត់មកអោបគ្នាទាំងទឹកភ្នែកចឹងណាដោយសារនូគាត់ទៅក្រៅប្រទេសយូរឆ្នាំមកហើយម្ដាយរបស់នាងពិតជានឹកនាងខ្លាំងមែនទែនបន្ទាប់មកពួកគាត់ក៏បានរកកន្លែងនិយាយគ្នាអញ្ចឹងណានូក៏បាននិយាយថាម៉ាក់ខ្ញុំបានដឹងរឿងរ៉ាវនៃការលែងលះរវាងម៉ាក់និងប៉ាឯងជាកំហុសរបស់ខ្ញុំបើសិនជាខ្ញុំត្រឡប់មកវិញលឿនជាងនេះបន្តិចម៉ាក់នឹងមិនរកទុកបែបនេះនោះទេម្ដាយរបស់នូគឺអត់និយាយអីទេគ្រាន់តែញញឹមអញ្ចឹងណានៅពេលដែលនូសួរថាតើមានរឿងអីកើតឡើងចំពោះអ្នកទាំងពីរការប៉ັດទៅម៉ាក់គឺបានព្យាយាមឲ្យកូនតាំងពីដើមមកម៉ាក់មិនចង់បែកបាក់នោះទេព្រោះម៉ាក់ចង់ផ្ដល់គ្រួសារទាំងមូលដល់កក់ក្ដៅដល់កូនប៉ុន្តែនៅពេលដែលម៉ាក់កាន់តែទ្រាំឪពុករបស់ឯងកាន់តែធ្វើហួសហេតុឯងដឹងអត់ប្រហែលឆ្នាំចុងក្រោយនេះនៅក្រោយខ្នងរបស់ម៉ាក់គឺគាត់បានផ្ទេរទ្រព្យសម្បត្តិតខ្លួននិយាយបានតែត្រឹមនេះគឺថាគាត់និយាយលេងចេញគាត់យំអញ្ចឹងណានោះជួតទឹកភ្នែកឲ្យម៉ាក់នឹងបាននិយាយថាម៉ាក់ទាំងអស់នេះគឺជាកំហុសរបស់គាត់ទាំងអស់វាមិនយុត្តិធម៌នោះទេប៉ុន្តែសំណាងល្អនិយាយរបស់ឯងគឺគាត់ចេះថ្លឹងថ្លែងក្រោយពេលដែលឯងរៀបការឯងនឹងទទួលបានចំណែកនៃភាគហ៊ុនយ៉ាងហ្វីកុំទៅតបតជាមួយនឹងឪពុកណាកូនកុំធ្វើបែបហ្នឹងដើម្បីម៉ាក់អីនោះញញឹមងក់ក្បាលយល់ព្រមទៅកាន់ម្ដាយអញ្ចឹងណាប៉ុន្តែនាងយល់ព្រមតែមាត់នោះទេដែលនៅក្នុងចិត្តរបស់នាងនាងបានគិតថាពេលនេះនាងត្រឡប់មកវិញហើយនាងនឹងមិនឲ្យអ្នកណាធ្វើបាបម្ដាយរបស់នាងជាដាច់ខាតស្អែកឡើងឃើញថានោះត្រឡប់មកដល់ផ្ទះគឺបានឆ្លោះជាមួយនឹងឪពុកនាងយ៉ាងខ្លាំងនាងបានថាឲ្យទៅកាន់ឪពុកនាងថាប្រហែលឆ្នាំនេះបើសិនជាគ្មានម៉ាក់គ្មានគ្រួសារគ្រប់ត្រតើប៉ានឹងមានថ្ងៃនេះដែរទេហេតុអីបានជាប៉ាអាចបោះបង់ម៉ាក់ចោលទៅកើតតើប៉ាមិនខ្មាស់អៀនទេហេតុអីបានជាឯងនិយាយបែបនេះឯងចង់មានន័យថាម៉េចគ្រួសារគ្រប់ត្រនឹងយិនហ្វីបានរីកចម្រើនមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺជាការខិតខំរបស់មនុស្សតែម្នាក់គត់នោះគឺឪពុករបស់ឯងស៊ូមីងលីហើយភាគហ៊ុនដែលម៉ាក់ឯងផ្ទេរឲ្យប៉ាគឺនឹងផ្ទេរមកដោយខ្លួនឯងប៉ាមិនបានតែបខំនោះទេនាងមិនប្រាប់ឯងទេអត់អីទេចឹងឥឡូវបាញ់និយាយពីម៉ាក់ឯងមកនិយាយពីប៉ៃសៀវិញតើប៉ានឹងអត់ប៉ៃសៀគឺជាមនុស្សស្រីប្រភេទណានាងធ្លាប់មានទំនាក់ទំនងជាមួយនឹងសែនជៀនតំណែងតំណងស្អីឥឡូវឯងនិយាយមកខ្ញុំគិតថាប៉ាកាន់តែចាស់ហើយមើលទៅចាស់ហើយនៅធ្វើជាមនុស្សក្បត់ទៀតហេតុអីបានជាឯងហ៊ាននិយាយពីនឹងជាមួយពុកឯងឥឡូវប៉ាចង់ដឹងពីប៉ៃសៀឲ្យខ្ញុំចូលធ្វើការនៅក្រុមហ៊ុនទៅអូឯងកំពុងតែចង់ធ្វើការដោះដូរជាមួយនឹងពុករបស់ឯងហីចម្លើយរបស់ខ្ញុំនោះគឺគ្មានផ្លូវនោះទេហេតុអីបានជាប៉ាមិនឲ្យខ្ញុំចូលយ៉ាងហ្វីមូលហេតុអីដរាបណាមានខ្ញុំនៅក្នុងក្រុមហ៊ុនយ៉ាងហ្វីឯងគឺគ្មានឱកាសនោះទេបើប៉ាមិនជួយខ្ញុំនឹងជួយខ្លួនឯងបើសិនជាឯងរឹងមាំនឹងឯករាជ្យបែបនេះទៅហើយល្អតាឲ្យកាត់អន្តទានរបស់ឯងត្រឡប់មកប៉ាវិញមកហើយចាប់ពីថ្ងៃនេះឯងរកលុយចាយដោយខ្លួនឯងទៅនោះអត់ចាញ់ចិត្តយកកាត់ចេញពីកាបូបមកឲ្យឪពុកអញ្ចឹងណាបន្ទាប់មកនាងក៏ចាក់ចេញទៅសែនក៏បានមកនិយាយជាមួយលោកពូមីងប៉ុន្តែលោកពូមីងបានប្រាប់ថាគ្រប់គ្រាន់ហើយសែនឲ្យនាងទៅសិនទៅនាងគឺជាមនុស្សដែលខ្វះបទពិសោធន៍តាមពិតយើងគួរតែឲ្យនាងទទួលរងការលំបាកខ្លះបន្ទាប់មកឃើញថាម្ដាយរបស់នូគឺបានខលមកសែនអញ្ចឹងណាដែលនិយាយថាខលទៅនូអត់ចូលនោះទេគាត់បារម្ភពីនូនឹងចង់ឲ្យសែនទៅតាមរកនូអញ្ចឹងណាសែននេះគឺថារត់ផងកាន់ទូរស័ព្ទខលផងប៉ុន្តែនូមិនបានលើកទូរស័ព្ទរបស់គេនោះទេចំណែកនូឯនេះគឺចិត្តទៅដើរទៅក៏ដល់វាលខ្សាច់មួយឃើញថាមានគ្រួសារ3នាក់ដែលមើលទៅពិតជាមានសុភមង្គលខ្លាំងមែនទែនវាហាក់បីដូចជាគ្រួសារនាងកាលពីនាងនៅក្មេងអញ្ចឹងណានូបានដើរបដាយំបដាស្រាប់ពេលដែលសែននេះក៏នៅតែកំពុងស្វែងរកនាងផងដែរបន្ទាប់មកឃើញថានូគឺបានជាពប់ជើងដួលនៅលើខ្សាច់អញ្ចឹងណានៅពេលដែលនាងងើបមុខឡើងប៉ៃសៀគឺបាននៅចំពោះមុខនាងតែម្ដងនូបានក្រោកឡើងនិងសួរថានាងនៅតែហ៊ានបង្ហាញខ្លួនចំពោះមុខយើងទៀតនេះជាទីសាធារណៈរឿងអីដែលខ្ញុំត្រូវខ្លាចកាលពីមុននាងទៅដើមសែនចេញពីយើងឥឡូវនេះនាងហ៊ានតាក់ទងឪពុកយើងទៀតឯងពិតជាអស្ចារ្យខ្លាំងណាស់ធ្វើម៉េចទេកើតមកមានមុនស្នេហ៍ដូចជាខ្ញុំមនុស្សប្រុសទាំងអស់នោះពិតជាមិនអាចគ្រប់គ្រងក្តីស្រឡាញ់របស់ពួកគេចំពោះខ្ញុំបាននោះឡើយនាងពិតជាគ្មានភាពអៀនខ្មាស់ពិតមែនខ្ញុំចំណាយពេលស្ទើរតែពេញមួយជីវិតរបស់ខ្ញុំដើម្បីទទួលបានអ្វីដែលខ្ញុំមានគ្រប់យ៉ាងដែលខ្ញុំបាននៅពេលនេះ
គឺសុទ្ធតែជាសមត្ថភាពរបស់ខ្ញុំមានអីគួរឲ្យអៀនខ្មាស់សមត្ថភាពរបស់នាងហ៎បំបីបំបាក់ប្តីប្រពន្ធគេនឹងគឺជាសមត្ថភាពហើយមែនពេលនេះថែមទាំងមកចង់បោកយកទ្រព្យសម្បត្តិឪពុករបស់យើងទៀតនឹងមិនសមត្ថភាពខ្ញុំដូចជាមិនសូវដឹងនោះទេប៉ុន្តែអ្វីម្យ៉ាងដែលខ្ញុំដឹងនោះគឺនាងនឹងហៅខ្ញុំថាម៉ាក់នៅពេលឆាប់នេះនោះលើតែប៉ុណ្្នឹងគឺរត់តែកំភ្លៀងបៃសៀអញ្ចឹងណាប៉ុន្តែបៃសៀពេលដែលនៅពីរនាក់អញ្ចឹងគឺថាគេរឹងមាំគ្រប់គ្រាន់គេមិនអោយនោះប៉ះគេសំបីតែម្ដាយបន្ទាប់មកនាងក៏បានដើរចេញទៅអញ្ចឹងណាតែទុកឲ្យនោះយើងឯណាគឺថានៅឈរក្រំគ្រាតែម្នាក់ឯងងាកមកកាន់សិនឯណាគឺថាចុចហើយចុចទៀតចុចឡើងចង់ផ្ទុះទូរស័ព្ទហើយប៉ុន្តែនោះនៅតែមិនលើកយកបន្តិចឃើញថានោះគឺបានត្រឡប់មកដល់ផ្ទះនឹងបាននឹកគិតអំពីពាក្យសម្ដីរបស់ម្ដាយនាងដែលបាននិយាយថាកុំឲ្យខឹងសែនណាព្រោះក្រោយពេលលែងលះមនុស្សដែលជួយគាត់គឺជាសែននឹងឯងតែវិឡាដែលម៉ាក់នាងកំពុងទៅរស់នៅគឺសែនជាអ្នករៀបចំឲ្យទាំងអស់បើតាមឪពុករបស់នោះម្ដាយរបស់នាងប្រហែលជាគ្មានកន្លែងជ្រកនោះទេនោះក៏បានតបថាគេគឺជាមនុស្សដែលបំបីបំបាក់ក្រុមគ្រួសាររបស់យើងឯងមានការយល់ច្រឡំអីជាមួយនឹងសែនមែនអត់ពេលដែលម៉ាក់លែងលះជាមួយនឹងប៉ារបស់ឯងសែនគឺបានជួលមេធាវីការពារម៉ាក់នៅពេលដែលនាងកំពុងតែនឹកគិតស្លងអារម្មណ៍ហ្នឹងសែនក៏បានមកដល់គេចង់មកជួយនោះដោយសារតែដឹងថាជើងរបស់នាងគឺមានរបួសនៅពេលដែលពាក់ស្បែកជើងកែងដើរលើខ្សាច់នោះគាត់នឹកឃើញមុខសែនណាគឺថាមានកំហឹងខ្លាំងមែនទែនងើបមករុញច្រានសែនតែម្ដងដែលសួរថាអ្នកណាឲ្យឯងចូលមកឆាប់ចេញទៅនៅពេលដែលកំពុងតែច្រានសែនច្រានចុះច្រានឡើងហ្នឹងនាងបែរជាអស់ចំហដួលផ្ងាក្រោយហើយសែនរបស់យើងក៏បានដួលទៅលើនោះផងដែរភាគ2គឺត្រូវបានបញ្ចប់ទៅត្រឹមនេះឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់បញ្ចប់សូមអរគុណសូមជម្រាបលា